ដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីអូបាម៉ាទៅកាន់ប្រទេសអេត្យូពីនិងកេនីយ៉ាប្រទេសទូគីអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពអាកាសរបស់ខ្លួនអ៊ីស្រាអែលនិងប៉ាឡេស្ទីនងាកចេញពីសន្តិភាពកាន់តែខ្លាំងឡើងនៅក្នុងការផ្សាយរបស់ VOA នៅវេលាព្រឹកនេះយើងមានសេចក្តីរាយការណ៍ជាបន្តទៅនេះអំពីអង្គការសហប្រជាជាតិបានផ្ដល់ផែនទីចំនួន18ផ្ទាំងដល់កម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនប្រទេសកម្ពុជានិងវៀតណាមនិងបទសម្ភាសន៍ជាមួយលោកស្រីណាលីពីលោកនាយិកាអង្គការសិទ្ធិមនុស្សលីកាដូអំពីផលវិបាកនៃច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលទៅលើសង្គមកម្ពុជាភាគទី1លោកអ្នកនឹងបានស្ដាប់សេចក្តីរាយការណ៍និងបទសម្ភាសន៍នេះក្រោយព័ត៌មានអន្តរជាតិដែលនាំមកជូនដល់លោកជឹងពូជីនសូមអញ្ជើញលោកពូជីនអរគុណដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាទៅកាន់ប្រទេសកេនីយ៉ានិងអេត្យូពីកំពុងតាក់ទាញឲ្យមានការរិះគន់ថ្មីថាប្រទេសទាំងពីរនេះមានការរំលោភសិទ្ធិមនុស្សនិងសេរីភាពប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរនេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press លោកប្រធានាធិបតីអូបាម៉ានឹងក្លាយជាប្រធានាធិបតីដែលកំពុងកាន់អំណាចលើកទី1ទៅបំពេញទស្សនកិច្ចប្រទេសកេនីយ៉ាជាទឹកដីឪពុករបស់លោកនៅពេលដែលលោកប្រធានាធិបតីអញ្ជើញទៅដល់ថ្ងៃសុក្រនេះដើម្បីចូលរួមសន្និសីទកំពូលពាណិជ្ជកម្មហើយនឹងជួបជាមួយប្រធានាធិបតីអ៊ូហ៊ូរុកេនីយ៉ាតានៃប្រទេសកេនីយ៉ាលោកអូបាម៉ានឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី1ដែលធ្វើដំណើរទៅកាន់ប្រទេសអេត្យូពីហើយលោកប្រធានាធិបតីនឹងអញ្ជើញទៅដល់ប្រទេសនោះនៅថ្ងៃអាទិត្យដើម្បីជួបជាមួយនាយករដ្ឋមន្ត្រី Hela Mariam Darcelekហើយនឹងធ្វើសន្ទរកថាទៅកាន់សហភាពអាហ្វ្រិកដែលមានទីស្នាក់ការធំនៅទីនោះអង្គការសិទ្ធិមនុស្ស Human Rights Watch ហើយនឹងអង្គការសិទ្ធិមនុស្សផ្សេងៗទៀតនិងអ្នកវិភាគបាននិយាយនៅក្នុងលិខិតមួយទៅកាន់លោកប្រធានាធិបតីអូបាម៉ាថាខណៈដែលប្រទេសទាំងពីរប្រឈមការគំរាមកំហែងសន្តិសុខពិតប្រាកដយើងមានការព្រួយកង្វល់ពីរបៀបដែលរដ្ឋាភិបាលប្រទេសនីមួយៗធ្វើការឆ្លើយតបជារឿយៗដោយប្រើវិធានសន្តិសុខខ្លាំងហួសហើយបានបង្កើនកិច្ចខំប្រឹងប្រែងដើម្បីបង្ក្រាបអង្គការសង្គមស៊ីវិលនិងបណ្ដាញព័ត៌មានសង្គមលោកស្រី Susan Rice ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ថាបញ្ហាទាំងនេះនឹងមិនអាចអើពើបានឡើយបណ្ដាញព័ត៌មានសហរដ្ឋអាមេរិកនិងប្រទេសទូគីបានរាយការណ៍កាលពីថ្ងៃពហុថាលោកប្រធានាធិបតី Recep Tayyip Erdogan នៃប្រទេសទូគីបានយល់ព្រមអនុញ្ញាតឲ្យយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពអាកាស Incirlik ក្នុងប្រទេសទូគីដើម្បីចាប់ផ្ដើមវាយប្រហារទៅលើជនសកម្មយុទ្ធរដ្ឋអ៊ីស្លាមនៅខាងក្នុងប្រទេសសេរីទោះបីរដ្ឋាភិបាលទីក្រុង Washington បានបដិសេធពុំព្រមពិភាក្សាជាសាធារណៈអំពីសេចក្តីលម្អិតនៃកិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរក៏ដោយសេចក្តីរាយការណ៍បានធ្វើឡើងដោយកាសែត Hurriyet របស់ទូគីហើយនិងកាសែត The Wall Street Journal និងកាសែត The New York Times នៅក្នុងសហរដ្ឋអាមេរិកប្រាប់ឲ្យដឹងថាកិច្ចព្រមព្រៀងនោះបានធ្វើឡើងផ្ដាច់ព្រាត់ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធរវាងប្រធានាធិបតី Erdogan និងប្រធានាធិបតីសហរដ្ឋអាមេរិក Obamaលោក Jess Ennis អ្នកនាំពាក្យសេតាវិមានបាននិយាយថាលោកមិនអាចឆ្លើយសំណួរដោយផ្ទាល់អំពីមូលដ្ឋានទ័ពអាកាស Incirlik នោះទេពីព្រោះតែពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការសន្តិសុខក៏ប៉ុន្តែសេតាវិមានបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថាមេដឹកនាំទាំងពីរបានសន្យាបង្កើនការប្រយុទ្ធរបស់ប្រទេសទាំងពីរប្រឆាំងពួកជនសកម្មយុទ្ធរដ្ឋអ៊ីស្លាមដើម្បីលើកកម្ពស់ការខំប្រឹងប្រែងដើម្បីធ្វើឲ្យមានសន្តិសុខនិងស្ថិរភាពដល់ប្រទេសអ៊ីរ៉ាក់ហើយនឹងដំណោះស្រាយខាងនយោបាយដល់ចំនួននៅក្នុងប្រទេសសេរីបេសកជនរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់មជ្ឈិមបូព៌ានិយាយថាអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានឃ្លាតកាន់តែឆ្ងាយពីគ្នាជាងពេលណាទាំងអស់ពីការធ្វើឲ្យសម្រេចកិច្ចព្រមព្រៀងសន្តិភាពមួយដែលនាំឲ្យមានដំណោះស្រាយរដ្ឋពីរលោក Nikolai Mladenov បានព្រមានក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពហុថាការកើនឡើងនៃលទ្ធិជ្រុលនិយមនិងភេរវកម្មក្នុងតំបន់បានបណ្ដាលឲ្យមានការគ្រោះថ្នាក់យ៉ាងខ្លាំងដល់ការលើកទឹកចិត្តប្រជាពលរដ្ឋប៉ាឡេស្ទីនដើម្បីបង្កើតរដ្ឋមួយនោះ
ទីប្រឹក្សាជាន់ខ្ពស់របស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair កំពុងអំពាវនាវដល់មហាអំណាចប្រទេសលោកខាងលិចឲ្យធ្វើការចរចាជាមួយពួកជ្រុលនិយមរបស់ក្រុមកងជាពលរដ្ឋអ៊ីស្លាមដែលបាននិយាយនៅក្នុងសិភៅរបស់លោកដែលទើបបានបោះពុម្ពផ្សាយនៅក្នុងសហរដ្ឋអាមេរិកលោកបានជជែកឲ្យហេតុផលថាប្រវត្តិសាស្ត្របានប្រាប់ឲ្យដឹងថានៅទីបញ្ចប់រដ្ឋាភិបាលជានិច្ចកាលធ្វើការចរចាជាមួយភេរវជនសិភៅដែលបានបោះពុម្ពផ្សាយនៅក្នុងសហរដ្ឋអាមេរិកដែលមានចំណងជើងថា United States of Terrorists at the Table Why Negotiating is the Only Way to Peace ដោយលោក Jonathan Power ដែលមានន័យថាតើហេតុអ្វីបានជាការចរចាជាមធ្យោបាយតែមួយគត់ដើម្បីសន្តិភាពបានបណ្ដាលឲ្យមានការជជែកដេញដោលអំពីថាតើពួកជ្រុលនិយមអ៊ីស្លាមអាចត្រូវធ្វើការជាមួយនោះអតីតទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair បានទទួលស្គាល់ថាគ្មាននរណានឹងចង់ចរចាជាមួយក្រុមភេរវកម្មស្គាល់លោកទេក៏ប៉ុន្តែលោកជជែកឲ្យហេតុផលថាពួកជននិយមអាចទទួលយកជាងការទាមទាររបស់ខ្លួន5ថ្ងៃបន្ទាប់ពីលោក Tenzin de la Rinpoche អ្នកទស្សនយោបាយដ៏ល្បីល្បាញជាតិទី3ម្នាក់បានស្លាប់នៅក្នុងគុកនៅក្នុងខេត្តស៊ីជាន់នៃប្រទេសចិនជនជាតិទី3ម្នាក់ទៀតបានស្លាប់ខណៈដែលកំពុងជាប់ឃុំឃាំងរយៈពេល2ឆ្នាំនៅជិតទីក្រុងឡាហ្សានេះតាមការបញ្ជាក់របស់ក្រុមគ្រួសារលោកដែលបានប្រាប់ VOA ផ្សាយជាភាសាទីបេលោកសូណាំវ៉ាងជុកនិយាយថាពុកក្មេងរបស់លោកឈ្មោះឡប់សាងយីស៊ីជាសកម្មជនបរិស្ថានបានទទួលមរណភាពកាលពីថ្ងៃទី17ខែកក្កដានៅមន្ទីរពេទ្យខណៈដែលកំពុងព្យាបាលរបួសត្រង់ក្បាលដោយសារអ្វីលោកនិយាយថាជាការធ្វើទរណកម្មក្នុងអំឡុងពេលជាប់ឃុំឃាំងនៅក្នុងសង្កាត់ស៊ូហ្គាងដោយពួកអាជ្ញាធរចិនកាសែតទីបេបាំងចិននៅក្នុងប្រទេសឥណ្ឌាបានរាយការណ៍ថាលោកយេស៊ីបានត្រូវចាប់ខ្លួននៅខែឧសភាឆ្នាំ2014 2ថ្ងៃបន្ទាប់ពីការតវ៉ាប្រឆាំងនឹងការជីករាយរបស់ចិនដែលបានធ្វើឡើងនៅជិតទន្លេសាវ៉ាននៅការតវ៉ាប្រឆាំងនោះបរិសម្នាក់បានធ្វើអត្តឃាតដោយការលោតពីអគារហើយបរិសម្នាក់ទៀតបានចាក់សម្លាប់ខ្លួនឯងពីរដ្ឋធានី Washington សំឡេងសហរដ្ឋអាមេរិក VOA អង្គការសហប្រជាជាតិនិយាយថាខ្លួនបានផ្ដល់ផែនទីជិត20ផ្ទាំងហើយដល់កម្ពុជាលោកសុកខេមរានៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានី Washington មកថាការឆ្លើយតបមួយផ្នែករបស់អង្គការសហប្រជាជាតិគឺក្រោយពេលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានស្នើសុំឲ្យអង្គការសហប្រជាជាតិផ្ដល់ផែនទីដែលកម្ពុជាតម្កល់ទុកនៅអង្គការសហប្រជាជាតិជូនដល់កម្ពុជាដើម្បីប្រើប្រាស់ដោះស្រាយបញ្ហាព្រំដែនកម្ពុជានិងវៀតណាមដែលកំពុងក្លាយជារឿងដ៏ចម្រូងចម្រាសសូមលោកអ្នកស្ដាប់សេចក្តីរាយការណ៍នេះដូចតទៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានស្នើសុំខ្ចីផែនទីកម្ពុជាដែលបានតម្កល់ទុកនៅឯអង្គការសហប្រជាជាតិដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជាវៀតណាមដែលកំពុងក្លាយជាបញ្ហារសើបនោះមន្ត្រីនាំពាក្យលោកអគ្គលេខាធិការអង្គការសហប្រជាជាតិម្នាក់គឺនាង Eri Kaneko បានថ្លែងប្រាប់ VOA ពីទីក្រុង New York មកថាអង្គការសហប្រជាជាតិបានផ្ដល់ផែនទីចំនួន18ផ្ទាំងដែលកម្ពុជាបានស្នើសុំហើយIn response to a request from the Royal Government of Cambodia, the United Nations has shared 18 maps that we ជាការឆ្លើយតបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាអង្គការសហប្រជាជាតិបានផ្ដល់ផែនទីចំនួន18ផ្ទាំងដែលយើងបានរកឃើញនៅក្នុងកន្លែងតម្កល់ឯកសាររបស់យើងនោះជូនដល់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាក្នុងបូរីញូវយ៉កមន្ត្រីស្ថានបេសកកម្មកម្ពុជានៅឯអង្គការសហប្រជាជាតិក្នុងបូរីញូវយ៉កដែលធ្វើកិច្ចការជាមួយអង្គការសហប្រជាជាតិរឿងផែនទីនេះបានថ្លែងថាខ្លួនមិនអាចធ្វើអត្ថាធិប្បាយអ្វីបានទេទាក់ទងទៅនឹងសំណួររបស់ VOA ដើម្បីបញ្ជាក់អំពីការឆ្លើយបំភ្លឺរឿងទទួលបានផែនទីចំនួន18ផ្ទាំងនេះក៏ប៉ុន្តែមន្ត្រីនោះគ្រាន់តែបានបញ្ជាក់ថាកម្ពុជាកំពុងរងចាំទទួលផែនទីដែលកម្ពុជាស្នើសុំពីអង្គការសហប្រជាជាតិទាំងស្រុងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៃប្រទេសកម្ពុជាបានស្នើសុំលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានគីមូនក្នុងសារលិខិតមួយកាលពីថ្ងៃទី6ខែកក្កដាឆ្នាំ2015ដើម្បីសុំខ្ចីផែនទីខ្នាត1លើ100,000ដែលកម្ពុជាបានយកទៅតម្កល់ទុកនៅឯអង្គការសហប្រជាជាតិកាលពីឆ្នាំ1964ការស្នើសុំនេះកើតឡើងប៉ុន្មានថ្ងៃដែលពលរដ្ឋកម្ពុជានិងពលរដ្ឋវៀតណាមហើយនឹងឆ្មាំព្រំដែនវៀតណាមមានការប៉ះទង្គិចគ្នាដែលបណ្ដាលឲ្យមានមនុស្សជាង10នាក់របួសនៅក្នុងខេត្តស្វាយរៀង
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបានគ្រប់គ្រងអំណាចជាង30ឆ្នាំអះអាងថាលោកចង់ជំរះភាពស្អាតស្អំនឹងរោគយុត្តិធម៌ដែលលោកហើយនឹងរដ្ឋាភិបាលរបស់លោករងការចោទប្រកាន់ពីគណៈបកជំទាស់ជាច្រើនទសវត្សរ៍ថាបានធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាក្រៅពីបញ្ជាក់ថាការបោះបង្គោលព្រំដែនចំនួន 83% រវាងកម្ពុជាវៀតណាមនោះក៏អាចត្រួតពិនិត្យសាររើបានដែរប្រសិនបើឃើញថាមានភាពមិនត្រឹមត្រូវកន្លងមកអ្នកខ្លំមើលស្ថានភាពព្រំដែនខ្លះបាននិយាយថាប្រទេសកម្ពុជាបានស្នើសុំអង្គការសហប្រជាជាតិនៅផែនទីបនចំនួន26ផ្ទាំងហើយភាគីទាំងពីរកំពុងផ្ទៀងផ្ទាត់ថាតើផែនទីទាំង18ផ្ទាំងដែលអង្គការសហប្រជាជាតិបានផ្ដល់ទៅជូនភាគីកម្ពុជានោះតើជាផែនទីដែលកម្ពុជាចង់បានឬក៏យ៉ាងណាទោះជាយ៉ាងណាក៏ដោយបើតាមការអះអាងរបស់លោកសៀនពេញសែប្រធានគណៈកម្មការព្រំដែនកម្ពុជានៅក្នុងប្រទេសបារាំងបានឲ្យដឹងថាផែនទីកម្ពុជាជាប់នឹងប្រទេសជិតខាងចំនួន3គឺវៀតណាមថៃនិងឡាវគឺមានចំនួន126ផ្ទាំងដែលអង្គការរបស់លោកត្រៀមចែកជូនដោយឥតគិតថ្លៃលោកថ្លែងថាការចែកចាយផែនទីនេះគឺដើម្បីបញ្ជាក់ឲ្យដឹងពិតប្រាកដថាផែនទីពិតប្រាកដដែលបារាំងធ្វើការបោះពុម្ពនៅក្នុងឆ្នាំ1933ដល់ឆ្នាំ1953ពេលកម្ពុជាស្ថិតក្រោមអាណានិគមនិយមបារាំងនោះមានអ្វីខ្លះតើវៀតណាមយកផែនទីថ្មីរបស់គេតាមការកែច្នៃផ្អែកទៅលើផែនទីអាមេរិកខ្នាត1លើ50,000និងផ្អែកតាមផែនទីខ្នាត1លើ100,000ខ្លះដោយកែភូមិកែកោះកែតំបន់នោះខុសគ្នាយ៉ាងណាពីខេត្តកំពតទល់នឹងខេត្តរតនគិរីដែលមានចម្ងាយជាង1200គីឡូម៉ែត្រនោះក្រុមអ្នកជំនាញការផ្នែកព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាវិញធ្លាប់បានអះអាងថាផែនទីខ្នាត1លើ100,000វាខុសគ្នានៅកន្លែងខ្លះដោយសារតែស្ថានភាពដីនិងភូមិសាស្ត្រជាក់ស្ដែងមានការប្រែប្រួលឬក៏សឹងតែមើលមិនឃើញនៅតំបន់ខ្លះដែលនេះជារឿងពិបាកនៅក្នុងការចរចាឬការព្រមព្រៀងនៅក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាមរាយការណ៍ពីរដ្ឋធានី Washington ខ្ញុំសុកខេមរា VOA លោកអ្នកនាងកំពុងស្ដាប់ VOA Washington កាលពីថ្ងៃច័ន្ទទី13ខែកក្កដាឆ្នាំ2015កន្លងមកនេះរដ្ឋសភាកម្ពុជាដឹកនាំដោយគណៈបកប្រជាជនកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីអំពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ជំរុងចម្រាស់ទោះបីជាមានការធ្វើពហិការមិនចូលរួមប្រជុំរបស់គណៈបកសង្គ្រោះជាតិនិងការតវ៉ាប្រឆាំងពីក្រុមអង្គការនិងសមាគមក៏ដោយសកម្មជនសិទ្ធិមនុស្សសំខាន់មួយរូបគឺលោកស្រីណាលីពីលោកនាយិកាអង្គការសិទ្ធិមនុស្សលីកាដូបានអំពាវនាវដល់ព្រឹទ្ធសភាពលរដ្ឋកម្ពុជាជាពិសេសយុវជននិងប្រទេសម្ចាស់ជំនួយឲ្យធ្វើយ៉ាងណាកុំឲ្យសេចក្តីព្រាងច្បាប់អាចចេញជាច្បាប់ពិតប្រាកដពីរដ្ឋធានី Washington លោកសឹងសុផាតនៃ VOA បានធ្វើបទសម្ភាសន៍តាមទូរស័ព្ទជាមួយលោកស្រីណាលីពីលោកនៅរាជធានីភ្នំពេញដើម្បីស្វែងយល់បន្ថែមអំពីផលប៉ះពាល់នៃច្បាប់នេះទៅលើសង្គមកម្ពុជាបទសម្ភាសន៍នេះមាន3ភាគសូមលោកអ្នកស្ដាប់ភាគទី1ដូចតទៅ So thank you very much Miss Nali Bilort for talking to VOA Khmer បាទសូមអរគុណលោកស្រី Nali Bilort នាយិកាអង្គការសិទ្ធិមនុស្សលីកាដូចំពោះការផ្ដល់បទសម្ភាសន៍ជាមួយ VOA ក្នុងនាមជាថ្នាក់ដឹកនាំរបស់អង្គការសិទ្ធិមនុស្សធំមួយនៅក្នុងចំណោមអង្គការសិទ្ធិមនុស្សធំៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលបានធ្វើការតាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សអស់ជាង2ទសវត្សរ៍មកហើយតើលោកស្រីគិតថាស្ថានភាពដែលអង្គការមិនមែនក្រៅរដ្ឋាភិបាលអាចធ្វើការនៅក្នុងប្រទេសកម្ពុជាដោយមិនសូវមានការរដ្ឋបិទអស់រយៈពេលជាង20ឆ្នាំមកនេះបានផ្ដល់នៅគុណតម្លៃនិងការចូលរួមចំណែកធំបំផុតអ្វីខ្លះបាទ I mean first and foremost ជាបឋមកំណើតរបស់សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាគឺនៅថ្មីនៅឡើយពីព្រោះសូម្បីតែមុនសម័យខ្មែរក្រហមគឺមិនមានសង្គមស៊ីវិលនោះទេជាដំបូងគឺការបង្កើតអង្គការមិនមែនរដ្ឋាភិបាលហើយក្រោយមកទៀតគឺសហជីពនិងក្រុមប្រជាជនថ្នាក់មូលដ្ឋានដែលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល2ទសវត្សរ៍កន្លងទៅនេះជាទស្សនៈរបស់យើងដែលធ្វើការនៅក្នុងអង្គការសិទ្ធិមនុស្សតួនាទីសំខាន់របស់យើងគឺធ្វើជាកន្លែងសម្រាប់មនុស្សម្នាមករកជំនួយ
នៅពេលដែលពួកគេព្យាយាមអស់លទ្ធភាពជាមួយនឹងស្ថាប័នរដ្ឋាភិបាលហើយនឹងធានាថាយើងលើកយកបញ្ហាសិទ្ធិមនុស្សដូចជាការរឹបអូសដីធ្លីនិងការជួញដូរមនុស្សមកធ្វើការជជែកពិភាក្សាជាសាធារណៈនិងចងក្រងជាឯកសារវាមិនដូចពីមុននោះទេឥឡូវនេះព័ត៌មានទាំងឡាយគេអាចស្វែងរកបាននៅលើអ៊ីនធឺណិតក្មេងៗអាចអានបានយុវជនអាចអានបានមនុស្សពេញវ័យអាចអានបានខ្ញុំគិតថាការធ្វើជាសាក្សីនិងកត់ត្រាបញ្ហាទាំងអស់នោះហើយនឹងការធានាថាបញ្ហាទាំងនោះត្រូវបានលើកឡើងសម្រាប់ការជជែកពិភាក្សាគ្នាជាសាធារណៈជាពិសេសនៅសម័យនេះដែលបច្ចេកវិទ្យាអាចធ្វើឲ្យពលរដ្ឋអាចនិយាយអ្វីដែលពួកគេចង់និយាយនាពេលអនាគតជាមួយនឹងទូរស័ព្ទទំនើបដែលហៅថា smartphone និងឧបករណ៍ផ្សេងទៀតវាមានសារៈសំខាន់ដែលអង្គការមិនមែនរដ្ឋាភិបាលនិងសង្គមស៊ីវិលធ្វើការងារប្រភេទនេះ So just to follow up on your point about NGOនេះជាសំណួរតពីចំណុចដែលលោកស្រីបានលើកឡើងអំពីអង្គការមិនមែនរដ្ឋាភិបាលជាពិសេសអង្គការសិទ្ធិមនុស្សនិងអង្គការតស៊ូមតិដែលផ្ដល់ជាមធ្យោបាយចុងក្រោយសម្រាប់ពលរដ្ឋកម្ពុជាអស់រយៈពេលជាង20ឆ្នាំមកនេះតាមដែលខ្ញុំបានអានរបាយការណ៍មួយចំនួនស្ថានភាពសិទ្ធិមនុស្សហាក់ដូចជាមានការធ្លាក់ចុះឬឡើងចុះប៉ុន្តែបើតាមទស្សនៈរបស់លោកស្រីតើអង្គការតស៊ូមតិអង្គការសិទ្ធិមនុស្សអាចសម្រេចកិច្ចការបានកម្រិតណាដែរប្រសិនបើស្ថានភាពនៅតែមានលក្ខណៈមិនល្អដូចសពថ្ងៃនេះ I mean it's very difficult within even 2 decades to វាពិបាកណាស់នឹងធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សបានប្រសើរសូម្បីតែក្នុងរយៈពេល2ទសវត្សរ៍កន្លងមកនេះនៅក្នុងប្រទេសកម្ពុជាវាពិបាកនឹងកំណត់អ្វីទៅជាភាពជោគជ័យឬសមិទ្ធផលនោះណាស់ប៉ុន្តែខ្ញុំគិតថាការដែលអ្នកអាចទទួលបានព័ត៌មានស្ដីពីបញ្ហាដីធ្លីការជួញដូរមនុស្សការរំលោភបំពានលើស្ត្រីនិងកុមារការហាមឃាត់មិនឲ្យធ្វើការតវ៉ានិងផ្សេងទៀតនេះហើយជាសមិទ្ធផលនោះហើយនេះកាន់តែសំខាន់សម្រាប់ប្រទេសកម្ពុជាដែលអតីតកាលនិងប្រវត្តិសាស្ត្រស្ទើរតែត្រូវគេលុបចោលខ្ញុំគិតថាវាមានសារៈសំខាន់ណាស់នៅក្នុងប្រទេសកម្ពុជាឥឡូវនេះក្រុមប្រជាជនដែលមានចំនួនច្រើនបំផុតគឺយុវជនយើងមានក្រុមមនុស្សដែលមានអាយុក្រោម30ឆ្នាំដល់ទៅប្រមាណជា 65% ដូច្នេះពួកគាត់ជាមនុស្សដែលកំណត់អនាគតរបស់ពួកយើងពួកគេចង់ផ្លាស់ប្ដូរអនាគតហើយយើងក៏ចង់ឲ្យមានការផ្លាស់ប្ដូរនាពេលអនាគតដែរអញ្ចឹងហើយបានជាពួកយើងព្យាយាមធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលមានការទទួលខុសត្រូវហើយធ្វើឲ្យប្រកាសថាពលរដ្ឋទាំងអស់អាចជជែកពិភាក្សាអំពីបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងប្រទេសរបស់យើងខ្ញុំគិតថាគេអាចនិយាយបានច្រើនយ៉ាងអំពីថាតើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានអន់ថយឬប្រសើរឡើងនោះហើយខ្ញុំគិតថាវាមានទាំងពីរខ្ញុំគិតថាអ្វីដែលសំខាន់នាពេលឥឡូវនេះគឺថាការជជែកពិភាក្សានៅតែបន្តការទទួលខុសត្រូវការតាមដាននិងការតស៊ូមតិនៅតែមានជាបន្ត Before I jumped into the NGO law and youth specifically I wanted to មុននឹងខ្ញុំចូលដល់សំណួរអំពីច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងជាពិសេសតាក់ទងទៅនឹងយុវជនខ្ញុំចង់បញ្ជាក់ពីចំណុចដែលលោកស្រីបានលើកឡើងអំពីវត្តមាននៃអង្គការមិនមែនរដ្ឋាភិបាលដែលពីមុនមកមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជាតើនេះជាអ្វីដែលលោកស្រីចង់និយាយមែនទេតើវត្តមាននៃក្រុមអង្គការនេះមានសក្តានុពលឬអ្វីមួយពិសេសនៅក្នុងការជួយបង្កើតអ្វីដែលយើងអាចហៅថាលទ្ធិប្រជាធិបតេយ្យដែលមានប្រភពកកើតពីស្រុកខ្មែរតែម្ដងដែលអាចកើតឡើងជាលទ្ធផលនោះមែនទេ Yes I mean prior to the UNTAC coming there was ចាខ្ញុំសំដៅទៅមុនពេលដែលអ៊ុនតាក់បានចូលមកកម្ពុជាមានអង្គការសង្គមស៊ីវិលតិចតួចណាស់នៅក្នុងទសវត្សរ៍50និង60ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយរបបរាជានិយមការចូលមកដល់របស់អង្គការសហប្រជាជាតិបាននាំឲ្យមានការបង្កើតអង្គការក្រៅរដ្ឋាភិបាលហើយក្រោយមកសហជីពនិងក្រុមសមាគមប្រជាពលរដ្ឋមូលដ្ឋាននៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដតួនាទីរបស់សង្គមស៊ីវិលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងគ្រប់វិស័យរួមទាំងវិស័យធុរកិច្ចផងដែរខ្ញុំចង់មានន័យថាមិនត្រឹមតែរដ្ឋាភិបាលនោះទេក៏ប៉ុន្តែក៏មានប្រយោជន៍ចំពោះវិស័យធុរកិច្ចឬវិស័យពាណិជ្ជកម្មផងដែរអ្នកបានឃើញរួចហើយនៅក្នុងប្រទេសអភិវឌ្ឍសង្គមស៊ីវិលគឺជាភាគីដ៏សំខាន់នៅក្នុងការធ្វើគោលនយោបាយនិងកំណែទម្រង់និងអនាគតរបស់ប្រទេសមួយនោះអញ្ចឹងកម្ពុជាក៏មិនខុសពីគេដែរយើងត្រូវការសង្គមស៊ីវិលដើម្បីបន្តប៉ុន្តែខ្ញុំគិតថាអង្គការមិនមែនរដ្ឋាភិបាលគឺមានកម្រិត
អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅកម្ពុជានោះគឺការកើនឡើងនៃក្រុមប្រជាពលរដ្ឋមូលដ្ឋានមានដូចជាក្រុមកសិករយុវជនព្រះសង្ឃសហគមន៍ដីធ្លីក្រុមអ្នកស្រឡាញ់ភេទដូចគ្នាជាដើមនេះជាផ្នែកដែលគួរឲ្យចាប់អារម្មណ៍មនុស្សធ្វើការផ្លាស់ប្ដូរប៉ុន្តែមិនមែនអង្គការមិនមែនរដ្ឋាភិបាលនោះទេដូច្នេះកំណើននៃការបង្កើតជាក្រុមរបស់ប្រជាពលរដ្ឋទាំងនេះនិងក្រុមប្រជាពលរដ្ឋមូលដ្ឋានត្រូវតែមានធ្វើជាបន្តហើយវាមានសារៈសំខាន់ក្នុងការរក្សាក្រុមទាំងនេះអស់លោកអ្នកកំពុងតែស្ដាប់បទសម្ភាសន៍រវាងលោកសឹងសុផាតនៃ VOA ជាមួយលោកស្រី Nali Pilok នាយិកាអង្គការសិទ្ធិមនុស្សលីកាដូអំពីផលវិបាកនៃច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល Well, that's a very interesting point, and I want to give the government's perspective on this after 2 decades. វាជាចំណុចដ៏គួរចាប់អារម្មណ៍មួយហើយខ្ញុំចង់លើកឡើងពីទស្សនៈរបស់រដ្ឋាភិបាលទៅលើបញ្ហានេះក្រោយរយៈពេលជាង2ទសវត្សរ៍មកនេះយោងតាមរដ្ឋាភិបាលកម្ពុជាមានអង្គការមិនមែនរដ្ឋាភិបាលនិងសមាគមចំនួន 4000 ហើយលោកស្រីក៏បានលើកឡើងពីកំណើននៃក្រមប្រជាពលរដ្ឋផងដែរជាលទ្ធផលរដ្ឋាភិបាលនិយាយថាខ្លួនត្រូវការបញ្ញត្តិមួយចំនួនដើម្បីគ្រប់គ្រងក្រុមទាំងនេះលើពីនេះទៅទៀតបន្ទាប់ពី20ឆ្នាំស្ថាប័នរដ្ឋមួយចំនួនដែលលោកស្រីបានលើកឡើងអំបញ្ញមិញនេះហាក់ដូចជាកំពុងចេញជារូបរាងដែរស្ដាប់ទៅដូចជាការផ្លាស់ប្ដូរមួយដែលរដ្ឋាភិបាលមើលឃើញថាជាការផ្លាស់ប្ដូរដែលពលរដ្ឋមានការពឹងពាក់ទៅលើស្ថាប័នរដ្ឋច្រើនជាងមុនបន្តិចមែនទេអញ្ចឹងហើយបានជាច្បាប់នេះត្រូវតែមានហើយអាចជួយពង្រឹងសហប្រតិបត្តិការតើអ្វីទៅជាការឆ្លើយតបរបស់លោកស្រីទៅនឹងការលើកឡើងបែបនេះហើយតើអ្វីទៅជាកង្វល់ធំបំផុតនៅក្នុងច្បាប់នេះបាទ First of all, citizens including NGO workers ជាដំបូងបង្អស់ពលរដ្ឋទាំងអស់រួមទាំងអ្នកធ្វើការឲ្យអង្គការមិនមែនរដ្ឋាភិបាលនិងបណ្ដាសមាគមពលរដ្ឋទាំងអស់នេះមានច្បាប់គ្រប់គ្រងរួចទៅហើយយើងមានច្បាប់ជាង300រួមមានក្រមរដ្ឋបវេណីនិងច្បាប់ផ្សេងទៀតដូច្នេះអង្គការមិនមែនរដ្ឋាភិបាលក្រមពលរដ្ឋនិងពលរដ្ឋដទៃទៀតមិនមែនចេះតែធ្វើប្រតិបត្តិការដោយមិនមានច្បាប់ទម្លាប់នោះទេដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយថាអង្គការមិនមែនរដ្ឋាភិបាលទទួលថវិកាហើយបង្កើតកម្មវិធីផ្សេងដូច្នេះពួកគេបានចុះឈ្មោះនិងមានបទបញ្ញត្តិគ្រប់គ្រងរួចទៅហើយក្រុមពលរដ្ឋខ្លះមិនបានទទួលថវិកានោះទេពួកគេគ្រាន់តែប្រមូលផ្ដុំគ្នាដើម្បីពិភាក្សាបញ្ហាទូទៅមួយចំនួនដូច្នេះពួកគេមិនចង់ចុះឈ្មោះនោះទេនេះជាសិទ្ធិរបស់ពួកគេដែលមានចែងនៅក្រមរដ្ឋធម្មនុញ្ញនិងនៅក្រមសន្ធិសញ្ញាអន្តរជាតិដូច្នេះការយល់ច្រឡំទី1គឺការដែលថាអង្គការមិនមែនរដ្ឋាភិបាលមិនមានច្បាប់គ្រប់គ្រងនេះមិនមែនជាការពិតទេហើយទី2នោះគឺយើងរស់នៅក្នុងប្រទេសមួយដែលស្ថិតនៅក្រោមការដឹកនាំតែមួយអស់រយៈពេលជាង2ទសវត្សរ៍មកហើយពួកគេមានប្រយោជន៍ក្នុងការរឹតបន្តឹងកំណើនក្រុមសមាគមពលរដ្ឋនិងបិទបាំងមិនឲ្យបញ្ហាមួយចំនួនត្រូវបានគេលើកឡើងជាសាធារណៈឲ្យពលរដ្ឋបានដឹងជាអ្វីដែលយើងជឿថាជាគោលបំណងរបស់ច្បាប់ថ្មីនេះដែលទើបតែបានអនុម័តដោយរដ្ឋសភាហើយវាមិនមែនជាច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលនោះទេវាជាច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្តីបារម្ភដ៏ធំរបស់យើងជាមួយនឹងច្បាប់នេះគឺមិនមែនតាក់ទងនឹងរឿងថាអង្គការមិនមែនរដ្ឋាភិបាលមិនគួរត្រូវបង្ខំឲ្យចុះឈ្មោះនោះទេវាមិនមែនអញ្ចឹងទេច្បាប់នេះបង្ខំឲ្យក្រុមទាំងអស់មិនមែនគ្រាន់តែអង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះទេគឺក្រុមទាំងអស់ដែលបម្រើប្រយោជន៍សមាជិកខ្លួនត្រូវតែចុះឈ្មោះដូច្នេះបើអ្នកចង់បង្កើតក្រុមបាល់ទាត់មួយនៅក្រោមច្បាប់នេះអ្នកត្រូវតែចុះឈ្មោះបើអ្នកចង់ប្រមូលផ្ដុំគ្នាដើម្បីនិយាយអំពីការស្រឡាញ់ភេទដូចគ្នានៅក្រោមច្បាប់នេះអ្នកត្រូវតែចុះឈ្មោះបើអ្នកជាក្រុមស្ត្រីដែលចង់បង្កើតក្រុមប្រាក់សន្សំអ្នកត្រូវតែចុះឈ្មោះដូច្នេះនេះជាបញ្ហាដ៏សំខាន់បំផុតដែលយើងប្រឆាំងនឹងច្បាប់នេះដោយសារតែវិធានការនៅក្នុងច្បាប់នេះប្រសិនបើអ្នកទាំងនោះមិនចុះឈ្មោះប្រសិនបើពួកគេមិនចុះឈ្មោះពួកគេអាចនឹងទទួលរងទណ្ឌកម្មដូច្នេះផលវិបាកនៃរឿងនេះគឺថាមនុស្សនឹងលែងប្រមូលផ្ដុំគ្នារៀបចំការពិភាក្សាទៅលើបញ្ហាទូទៅទៀតហើយមនុស្សកាន់តែច្រើនទៅនឹងត្រូវចាប់ខ្លួនដោយសារតែលើកឡើងនៅបញ្ហាដូចជាការរឹបអូសដីធ្លីការឡើងថ្លៃនៃស្រូវឬសាច់ជ្រូកឬក៏អ្វីផ្សេងទៀតនេះហើយជាបញ្ហាចម្បងយើងក៏មានបញ្ហាជាមួយនឹងច្បាប់នេះផងដែរដោយសារតែអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ដែលបានចុះឈ្មោះរួចទៅហើយនោះដូចជាអង្គការលីកាដូអាចនឹងត្រូវចុះឈ្មោះឡើងវិញឬក៏ផ្អាកឬក៏ត្រូវបិទតែម្ដងប្រសិនបើយើងបំពានសេចក្តីថ្លៃថ្នូរនិងសិលធម៌របស់ប្រទេសកម្ពុជានិងមានពាក្យមួយចំនួនដែលមិនច្បាស់លាស់ថាតើអ្នកណាជាអ្នកសម្រេចលើរឿងនេះប៉ុន្តែក្រសួងមហាផ្ទៃអាចផ្អាកនិងអាចបិទអង្គការទាំងនោះមិនមានប្រព័ន្ធសម្រាប់ឲ្យប្តឹងឧទ្ធរទេ
ជាឧទាហរណ៍ប្រសិនបើអង្គការ Liga do ឬអង្គការមួយផ្សេងទៀតលើកយកបញ្ហារបបដីធ្លីមកពិភាក្សានៅក្រោមច្បាប់នេះវានឹងមានភាពងាយស្រួលខ្លាំងណាស់ក្នុងការបិទឬផ្អាកអង្គការក្រៅរដ្ឋាភិបាលមួយដោយសារតែពួកគេនឹងសម្រេចថាអង្គការនោះបានបំពានដល់សីលធម៌និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាលោកអ្នកទើបបានស្ដាប់ភាគទី1នៃបទសម្ភាសន៍3ភាគរវាងលោកសឹងសុផាតនៃ VOA ជាមួយលោកស្រី Nali Pilok នាយិកាអង្គការសិទ្ធិមនុស្ស Liga do អំពីផលវិបាកនៃច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលទៅលើសង្គមកម្ពុជាសូមលោកអ្នករងចាំស្ដាប់ភាគទី2ទៀតនៅក្នុងការផ្សាយនៅថ្ងៃសុក្រស្អែកនេះពីម៉ោង 8:30 នាទីដល់ម៉ោង 9:30 នាទីយប់អស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយរបស់ VOA នៅរាត្រីនេះពីម៉ោង 8:30 នាទីដល់ម៉ោង 9:30 នាទីសូមលោកអ្នករងចាំស្ដាប់ព័ត៌មានថ្មីៗពីប្រទេសកម្ពុជាពីតំបន់អាស៊ីនិងពីជុំវិញពិភពលោកតទៅទៀតនេះលោកជឹងពូជីនសូមជូនព័ត៌មានអន្តរជាតិបញ្ចប់សូមអញ្ជើញលោកពូជីនអរគុណពួកមន្ត្រីកម្ពុជារដ្ឋបាលរបស់លោកអូបាម៉ាបានប្រឈមការចោទសួរខ្លាំងៗកាលពីថ្ងៃពហុពីព្រឹទ្ធសភាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលបានធ្វើឡើងនៅក្នុងទីក្រុងវីយ៉ែននៅដើមខែនេះការនេះជាការធ្វើសវនាការលើកទី1ស្ដីពីកិច្ចព្រមព្រៀងនោះដែលសភាត្រូវទទួលយកឬច្រានចោលនៅពាក់កណ្ដាលខែកញ្ញាការចរចាអន្តរកូរ៉េដើម្បីពិភាក្សាពីការធ្វើពិធីរួមគ្នាដើម្បីប្រារព្ធការរំដោះប្រទេសកូរ៉េចេញពីការគ្រប់គ្រងរបស់អាណានិគមជប៉ុនបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងការចរចារវាងពួកតំណាងប្រទេសកូរ៉េខាងត្បូងមកពីអ្វីដែលហៅថាគណៈកម្មាធិការប្រុងប្រៀបរៀបចំទិវាថ្ងៃរំដោះរួមគ្នារបស់កូរ៉េទាំងពីរដែលជាក្រុមឯកជនហើយនឹងសមាជិកកូរ៉េខាងជើងបានត្រូវធ្វើឡើងនៅក្នុងទីក្រុងគៀវសុងស្ថិតព្រំដែនប្រទេសកូរ៉េខាងជើងកាលពីថ្ងៃប្រហ័សពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានបាញ់ចេញពីប្រទេសសេរីលើប៉ុស្តិ៍ជួរមុខយោធារបស់ទូគីកាលពីថ្ងៃពហុដោយបានសម្លាប់ទាហានទូគីម្នាក់ហើយនឹងធ្វើឲ្យទាហាន2នាក់ទៀតរងរបួសនេះតាមការបញ្ជាក់របស់មន្ត្រីទូគីកងទ័ពទូគីបានធ្វើការបាញ់តបតវិញដោយបានសម្លាប់ជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមយ៉ាងហោចណាស់ក៏ម្នាក់ដែរអង្គការជួយសង្គ្រោះកុមារ Save the Childrenរាយការណ៍ថាជនភៀសខ្លួនអាហ្វ្រិកពី35នាក់ទៅ40នាក់បានលង់ទឹកស្លាប់ខណៈដែលព្យាយាមធ្វើដំណើរតាមទូកតូចមួយចេញពីប្រទេសសេរីឲ្យបានទៅដល់ប្រទេសអ៊ីតាលីអង្គការផ្ដល់ជំនួយបាននិយាយទៀតថាអ្នកនៅរស់រានមានជា80នាក់បានត្រូវគេយកមកឆ្នេរសមុទ្រនៅទីក្រុងអូហ្គូស្តាកោះស៊ីស៊ីលីកាលពីថ្ងៃពហុបានរាយការណ៍ថាការស្លាប់នេះបានកើតមានឡើងកាលពីមួយថ្ងៃមុននៅកោះអូគីណាវ៉ានៃប្រទេសជប៉ុនពួកអ្នកស្រុកជាច្រើនបានត្អូញត្អែរជាយូរយារណាស់មកហើយថារដ្ឋាភិបាលទីក្រុងតូក្យូបានដាក់ឲ្យកោះដ៏តូចមួយទទួលបន្ទុកមិនត្រឹមត្រូវដោយការដាក់ទីតាំងមូលដ្ឋានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកនៅទីនោះកម្មវិធីផ្សាយរបស់ VOA នៅវេលាព្រឹកនេះចប់តែប៉ុណ្ណេះសូមលោកអ្នករងចាំស្ដាប់ការផ្សាយរបស់យើងខ្ញុំនៅវេលាយប់នេះទៀតពីម៉ោង 8:30 នាទីដល់ម៉ោង 9:30 នាទីតាមរលកវិទ្យុ25 32កណ្ដកសញ្ញា2និង190កណ្ដកសញ្ញា 5 ម៉ែត្រត្រូវនឹងកម្រិត 11565 9325 និង 1575 kHz ឬតាមប្រព័ន្ធអ៊ីនធឺណិតដែលមានអាសយដ្ឋាន khmer.voanews.com សូមលោកអ្នកនាងប្រកបដោយសុភមង្គលគ្រប់ប្រការអរុនសួស្ដី